គុណអរគុណណាស់ព្រះបិតាដែលព្រះម្ចាស់បានប្រោះមេត្តាដល់កូនទាំងអស់គ្នាមកទល់ថ្ងៃនេះហើយក៏ផ្ដល់គ្រប់ទាំងពេលវេលាដ៏មានតម្លៃក្នុងការគោរពថ្វាយបង្គំដល់ព្រះអង្គជាទូអង្គព្រះសូមឲ្យគ្រប់ទាំងអ្វីដែលកូនទាំងអស់គ្នាបានមានការប៉ះពាល់នៅក្នុងចិត្តជាសេចក្តីរំជើបរំជួលជាសេចក្តីអំណរដ៏ពោពេញដែលកូនទាំងអស់គ្នាបានអរសប្បាយដល់ថ្ងៃដែលទ្រង់បានមានប្រជញ្ញរស់ឡើងវិញនេះមិនមែនតែកូនម្នាក់ឬក៏ក្នុងពួកជំនុំរបស់កូនតែប៉ុណ្ណោះទេគឺលើសកលលោកទាំងមូលដែលមានការរំជើបរំជួលហើយក៏មានការអបអរសាទរជាមួយនឹងថ្ងៃដែលទ្រង់មានប្រជញ្ញរស់ពីសុគតឡើងវិញសូមឲ្យជ័យជំនះនេះបានមានដល់អស់អ្នកជឿហើយក៏សូមឲ្យជ័យជំនះនេះបានមានប្រយោជន៍ដល់អស់អ្នកដែលគោរពហើយធ្វើតាមព្រះអង្គម្ចាស់កូនសូមអរព្រគុណដល់ទ្រង់សូមឲ្យនាមទ្រង់បានប្រកបដោយព្រះពរសូមព្រះអង្គម្ចាស់បើកសម្ដែងព្រះបន្ទូលឲ្យកូនទាំងអស់គ្នាអាចទទួលយកបានកូនសូមថ្វាយរូបការនេះទូលថ្វាយដាច់នៅក្នុងនាមនៃព្រះម្ចាស់ព្រះយេស៊ូវឥឡូវនេះយើងបានឃើញដើមរុក្ខជាតិកំពុងតែចេញស្លឹកខ្លះទៀតក៏មិនទាន់ចេញស្លឹកផងក៏មានផ្កាយ៉ាងប្រងព្រាតគួរឲ្យរីករាយចិត្តគួរឲ្យសប្បាយនៅក្នុងចិត្តបង្ហាញពីភាពរស់វិញនៃរុក្ខជាតិពេលនេះដើមឈើណាដែលមានស្លឹកហើយមានផ្កាយើងដឹងថាដើមឈើនោះបានមានជីវិតថ្ងៃនេះក៏ជាថ្ងៃដ៏អស្ចារ្យបំផុតដែលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញហើយក៏មានអភូតហេតុជាច្រើនដែលគួរឲ្យស្ញប់ស្ញែងនៅទំនាយរបស់ពួកហោរាដែលបានទីពីលក្ខណៈព្រះអង្គដែលព្រះអង្គត្រូវសុគតហើយរស់ឡើងវិញការនេះគឺបានសម្រេចនៅក្នុងបទទំនាយដែលព្រះយេស៊ូវគ្រីស្ទបានរស់ពីសុគតនៅពេលព្រឹកព្រលឹមថ្ងៃអាទិត្យដែលបទគម្ពីរបានបើកសម្ដែងព្រះយេស៊ូវបានទទួលទោសជំនួសមនុស្សលោកទាំងអស់ព្រះអង្គត្រូវគេប្រមាថត្រូវគេមើលងាយត្រូវគេវាយដំលើអង្គព្រះអង្គស៊ូទ្រាំឈឺផ្សាញ័រញាក់សពសារពាង្គកាយព្រះលោហិតហូរចាប់តាំងពីក្បាលរហូតដល់ចុងជើងរបស់ផងព្រះអង្គម្ចាស់គេក៏បានយកសពព្រះអង្គទៅដាក់នៅក្នុងភ្នោហើយភ្នោនោះត្រូវបិទដោយថ្មយ៉ាងធំនៅមាត់ភ្នោថែមទាំងដាក់ទាហានឲ្យយាមនៅភ្នោនោះដើម្បីការពារកុំឲ្យអ្នកណាមកលួចយកសពព្រះអង្គចេញពីភ្នោនេះជាគំនិតរបស់ពួកអាចារ្យពួកសង្ឃហើយនិងពួកសង្គ្រាចដែលជាអ្នកគ្រប់គ្រងដល់អស់អ្នកដែលមានសេចក្តីជំនឿជឿចំពោះព្រះហេតុការណ៍នេះធ្វើឡើងដើម្បីការពារដល់សិស្សព្រះអង្គពីព្រោះពួកអាចារ្យពួកសង្គ្រាចនិងពួកសង្ឃបានឮពីទំនាយហោរាបានទស្សទាយថាព្រះយេស៊ូវត្រូវសុគតតែថ្ងៃទី3នឹងត្រូវមានព្រះជន្មរស់ឡើងវិញប៉ុន្តែគេអត់ជឿទេគេឮអ្វីដែលហោរាបានទស្សទាយប៉ុន្តែថាឲ្យគេមានជំនឿជឿគេអត់ជឿទេក៏ប៉ុន្តែគេប្រុងប្រយ័ត្នគេការពារក្រែងលោសិស្សទៅលួចយកសពនោះចេញពីក្នុងភ្នោហើយនិយាយថាព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញហេតុការណ៍នេះបានកើតឡើងហើយក៏មានអភូតហេតុនៃព្រះបានធ្វើការអស្ចារ្យនៅក្នុងសេចក្តីអ្វីដែលពួកសង្គ្រាចនិងពួកអាចារ្យទាំងអស់នោះបានរៀបចំផែនការយ៉ាងល្អយ៉ាងល្អិតល្អន់ដើម្បីការពារសពព្រះយេស៊ូវហើយថ្មដែលប្រមៀលយកទៅបិទនៅមាត់ភ្នោនោះគឺធំអស្ចារ្យមនុស្សម្នាក់2នាក់ឬក៏3នាក់មិនអាចប្រមៀលដុំថ្មនោះបានឡើយគឺធំណាស់បាទអរគុណដល់ព្រះអង្គ
ដូច្នេះដើម្បីឲ្យយើងដឹងសាច់រឿងដែលហេតុការណ៍ដែលកើតឡើងនៅថ្ងៃនេះដែលយើងហៅថាជាព្រឹកព្រលឹមនៃថ្ងៃអាទិត្យតាំងពីពេលដែលថ្ងៃមិនទាន់បានរះឡើងពេលព្រឹកព្រលឹមស្រាងឡើងមានអពុទ្ធហេតុអស្ចារ្យបានកើតឡើងគឺព្រះយេស៊ូវគ្រីស្ទបានរស់ពីសុគតឡើងវិញទ្រង់រស់ពីសុគតសូមបងប្អូនមើលគម្ពីរម៉ាថាយជាមួយខ្ញុំមើលពីហេតុការណ៍ខ្លះខ្ញុំមិនបាននិយាយទាំងអស់ទេខ្ញុំយកហេតុការណ៍ណាដែលសំខាន់ឲ្យបងប្អូនយើងមើលហើយពិចារណាទាំងអស់គ្នាម៉ាថាយ28ខ2និងខ4បាននិយាយថានោះមានក្រកើកដីជាខ្លាំងត្បិតមានទេវតានៃព្រះអង្គម្ចាស់ចុះពីលើមេឃមកប្រមៀលថ្មចេញពីភ្នោហើយក៏អង្គុយលើសន្តានរបស់ទេវតានោះដូចភ្លេចបន្ទោហើយសម្លៀកបំពាក់ក៏សស្គុះដូចหิមៈពួកយាមល្បាតក៏ញើរន្ធត់ដោយភ័យខ្លាចទេវតាហើយត្រូវត្រឡប់ដូចជាមនុស្សស្លាប់គឺអស្ចារ្យមែនទែនដែលហេតុការណ៍នេះបានកើតឡើងក៏ក្រើកដីយើងធ្លាប់មានការឆ្លងកាត់ការក៏ក្រើកដីបាទគឺរន្ធត់ញាប់ញ័រមែនទែនមែនទេបងប្អូនហើយទោះបីជាមិនទាន់ដល់កម្រិតអាខ្លាំងនឹងក៏ដោយយើងបេះដូងរបស់យើងគឺដើរខុសចង្វាក់ធ្វើឲ្យយើងមានការពិបាកនៅក្នុងការដកដង្ហើមបើអ្នកខ្សោយអាចសន្លប់ឬក៏អាចគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតដោយសារការកក្រើកដីដូច្នេះក្នុងនេះមិនបាននិយាយថាការកក្រើកដីនឹងមានប្រមាណ point ដូចសពថ្ងៃនេះទេគ្រាន់តែថាការកក្រើកដីនេះគឺខ្លាំងកក្រើកខ្លាំងមែនទេនៅកន្លែងភ្នោដែលគេយកសពព្រះអង្គទៅដាក់នោះហើយពេលនោះទេវតាបានមកប្រមៀលថ្មចេញនេះជាអពុទ្ធហេតុដ៏អស្ចារ្យដែលពួកសង្គ្រាចពួកសង្ឃហើយនឹងពួកអាចារ្យទាំងអស់នោះមានគំនិតយ៉ាងល្អរៀបចំផែនការយ៉ាងល្អដើម្បីការពារកុំឲ្យគេយកសពព្រះយេស៊ូវចេញពីក្នុងភ្នោដាក់ទាហានឲ្យយាមនៅមាត់ភ្នោនោះដើម្បីកុំឲ្យមានអ្នកណាទៅលួចសពដល់ហេតុការណ៍នេះបានកើតឡើងយ៉ាងដូចម្ដេចពួកទាហាននោះអត់ដឹងអ្វីទាំងអស់ព្រោះព្រះបន្ទូលបានប្រាប់ថាគេត្រឡប់ដូចជាមនុស្សស្លាប់បងប្អូនយល់ទេពាក្យមនុស្សស្លាប់ទោះបីជាបងប្អូនទៅដើរគេមិនភ្ញាក់ដែរមែនទេអត់ដឹងអីទាំងអស់ទោះបីជាហេតុការណ៍អ្វីក៏ឡើងរំជួយផែនដីទោះបីជាមានភ្លើងចេះយ៉ាងណាក៏ដោយគឺអត់ដឹងអ្វីទាំងអស់ដូចជាមនុស្សស្លាប់គឺបានសេចក្តីថាវិញ្ញាណរបស់អ្នកទាំងអស់នោះមិនដឹងជាចេញទៅដល់ទីណាហើយទេនៅសល់តែរូបកាយដែលនៅយាមភ្នោរបស់ផងព្រះអង្គគឺអត់ដឹងអ្វីទាំងអស់ដូច្នេះយើងពិនិត្យមើលទៀតនៅក្នុងលក្ខណៈទាំងអស់នេះដោយសារអ្វីដោយសារបទគម្ពីរបានបើកសម្ដែងថាគេញ័ររន្ធត់ដោយភ័យខ្លាចទេវតានេះគ្រាន់តែជាអំណាចទេវតាទេបងប្អូនណាទេវតាទាបជាងព្រះមែនទែននេះគ្រាន់តែជាអំណាចទេវតាធ្វើឲ្យពួកទាហាននោះដូចជាមនុស្សស្លាប់អត់ដឹងអ្វីទាំងអស់ភ័យញ័ររន្ធត់ពីព្រោះសន្តានរបស់ទេវតាបានបើកសម្ដែងនៅក្នុងនេះថាដូចជាភ្លេចបន្ទោលបងប្អូនឃើញទេភ្នែកបន្ទោលមែនទេពេលណាចិត្តភ្លៀងឯងបងប្អូនឃើញភ្នែកបន្ទោលគឺធ្វើឲ្យយើងមានការរន្ធត់ញាប់ញ័រដែរបើសិនជាភ្នែកបន្ទោលនោះកាន់តែខ្លាំងឡើងគឺធ្វើឲ្យយើងរន្ធត់មែនទែនដូច្នេះហើយខ្ញុំអត់ដឹងថាពេលនោះទេវតាបញ្ចេញព្រះចេស្តាចេញអំណាចប៉ុណ្ណាទេបានជាពួកទាហាននោះនាំគ្នារន្ធត់ញាប់ញ័រហើយភ័យខ្លាចរហូតដល់បាត់វិញ្ញាណអត់ដឹងអ្វីទាំងអស់ដូច្នេះនៅក្នុងបទគម្ពីរនេះដែលយើងបានរៀនយើងបានមើលយើងបានអានទាំងអស់គ្នាយើងដឹងថាការអស្ចារ្យដែលកើតឡើងនេះគឺជាអំណាចព្រះចេស្តាព្រះដែលព្រះយេស៊ូវបានរស់ពីសុគតវិញមនុស្សមិនអាចយល់ពីផែនការព្រះមនុស្សក៏គិតមិនដល់មិនអាចយល់បានទោះបីជាខិតខំរៀបចំធ្វើយ៉ាងល្អិតល្អន់អស់ពីគំនិតរបស់ខ្លួនយ៉ាងណាក្តីគម្រោងការដែលខ្លួនបានធ្វើនោះគឺត្រូវបរាជ័យចំពោះអំណាចព្រះចេស្តានៃព្រះដែលព្រះនឹងសម្ដែងព្រះចេស្តារបស់ផងព្រះអង្គគំនិតគេគឺគេបានរៀបចំយកថ្មយ៉ាងធំទៅបិទនៅមាត់ភ្នោដើម្បីកុំឲ្យមានអ្នកណាទៅប្រមៀលថ្មនោះបានទី2
គេបានដាក់ពួកទាហានឲ្យយាមនៅមាត់ភ្នំនោះសេចក្តីសម្រេចនៅគំនិតរបស់ពួកសង្គ្រាចនិងពួកអាចារ្យនេះត្រូវបរាជ័យគឺបាត់សពព្រះយេស៊ូវសួរអ្នកយាមអត់ដឹងអ្នកយាមអត់ដឹងតើឲ្យអ្នកណាអាចដឹងបាននៅពេលដែលកើតហេតុការណ៍នោះនេះជាសេចក្តីអស្ចារ្យដែលព្រះបានបញ្ចេញទុកជាផុសតាងសម្រាប់ឲ្យដល់អ្នកដែលជឿព្រះអង្គឃើញពីព្រះចេស្តានៃព្រះបង្ហាញពីគំនិតមនុស្សទោះបីជាមានគំនិតខ្ពស់ដល់កម្រិតណាក៏មិនអាចខ្ពស់ជាងគំនិតព្រះដែរគឺព្រះម្ចាស់ទ្រង់ខ្ពស់ជាងដូច្នេះហើយបានជាសេចក្តីដែលកើតឡើងពួកសង្ឃនិងពួកអាចារ្យនេះមិនដឹងធ្វើដូចម្ដេចបើសួរពួកទាហានអ្នកដែលយាមនោះថាសពព្រះយេស៊ូវទៅឯណាអត់ដឹងតែបាត់សពព្រះយេស៊ូវធ្វើដូចម្ដេចយកលុយមកសោកពួកទាហានប្រាប់ឲ្យនិយាយថាក្នុងកាលដែលមានដីកក្រើកក្នុងពេលដែលហេតុការណ៍ពុទ្ធហេតុបានកើតឡើងបាត់សពព្រះយេស៊ូវគឺសិស្សរបស់ព្រះយេស៊ូវបានមកលួចយកសពនោះចេញទៅបាត់ហើយគំនិតសង្គ្រាចអាចារ្យផារ៉ាស៊ីធ្វើរៀបចំបានយ៉ាងល្អដើម្បីបំបិទនៅសេចក្តីពិតនៃព្រះតែបិទអត់ចិត្តទេបិទអត់បានទេរឿងនេះគឺឮល្បីខ្យល់ខ្ចាយពេញនៅស្រុកយូដារហូតមកទល់ពេលបច្ចុប្បន្នសពថ្ងៃនេះពីគំនិតដ៏អាក្រក់របស់សង្គ្រាចពួកអាចារ្យដែលបានធ្វើនៅកិច្ចការដ៏មិនគួរគប្បីនេះតែបើព្រះយេស៊ូវមិនរស់ពីសគត់មែនគំនិតរបស់អាចារ្យសង្គ្រាចនិងពួកសង្ឃនេះមានជោគជ័យប៉ុន្តែព្រះគឺគ្មានអ្នកណាមកលួចយកសពព្រះអង្គទេគឺព្រះអង្គម្ចាស់ចេញពីក្នុងភ្នោដោយខ្លួនឯងដោយអំណាចព្រះចេស្តារបស់ផងព្រះអង្គដែលព្រះអង្គម្ចាស់បានយកគឺថាព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញទ្រង់បានចេញពីក្នុងភ្នោដោយខ្លួនឯងគ្មានអ្នកណាទៅយកសពព្រះអង្គចេញឬក៏យកសពព្រះអង្គម្ចាស់ទៅលាក់ហើយថាព្រះមានព្រះជន្មរស់នោះឡើយព្រះនៃខ្ញុំគឺអស្ចារ្យមែនទែនគំនិតនៃមនុស្សតាមបំបិតយ៉ាងណាក្តីតែបំបិតនៅសេចក្តីពិតនេះមិនបានឡើយសេចក្តីពិតបានបើកសម្ដែងឡើងព្រះបានមានព្រះជន្មរស់នៅពេលដែលដំណឹងនេះបានឮខ្យល់ខ្ចាយពេញនៅស្រុកយូដាបងប្អូនយើងបានកត់សម្គាល់បានដឹងហើយនេះគ្រាន់តែជាអំណាចមួយដែលព្រះម្ចាស់ទុកជាផុសតាងដើម្បីបង្ហាញឲ្យមនុស្សលោកបានស្គាល់ពីព្រះចេស្តានៃព្រះដែលមនុស្សលោកមិនអាចយល់បានសូម្បីតែព្រះម្ចាស់ទ្រង់មានបន្ទូលថាគ្រប់របស់ទាំងអស់ដែលព្រះបង្កើតយើងឃើញមែនក៏ប៉ុន្តែជួនកាលយើងក៏មានអារម្មណ៍គិតថាដូចជាមិនអាចទៅកើតនេះជាគំនិតរបស់យើងមែនទេបងប្អូនណាយើងឃើញនឹងភ្នែកហើយក៏យើងគិតថាដូចជាធំធេងណាស់ដូចជាអស្ចារ្យណាស់ដូចជាខ្លាំងពូកែមែនទេគឺអស្ចារ្យនៅក្នុងជីវិតគឺជាការមួយដែលយើងត្រូវយល់ពីអំណាចព្រះចេស្តានៃព្រះបើសិនជាអំណាចព្រះអង្គម្ចាស់ធម្មតាព្រះអង្គម្ចាស់ក៏មិនអាចបង្កើតនៅពិភពលោកនេះបានដែរផ្ទៃមេឃផែនដីរបស់សពសារពើដែលយើងបានមើលឃើញនេះបើជាអំណាចធម្មតាមិនអាចធ្វើកើតឡើយដោយសារហេតុការណ៍ទាំងអស់នេះបានកើតឡើងគម្ពីរលូកាចំពោះ24ខ3បានបន្ថែមបានប្រាប់ឲ្យយើងយល់ថាតែកាលចូលទៅនោះមិនឃើញព្រះសពព្រះអង្គម្ចាស់យេស៊ូវទេព្រះបន្ទូលមានប្រាប់រួចជាស្រេចសិស្សឮទាំងអស់គ្នាដូចយើងសពថ្ងៃចឹងយើងឮយើងដឹងទាំងអស់គ្នាតែចម្ងល់នោះមាននៅក្នុងគំនិតជានិច្ចយូហាន20ខ9បាននិយាយថាត្បិត
គេមិនទាន់យល់គម្ពីរនៅឡើយដែលថាទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញពិបាកនឹងយល់ណាបងប្អូនកន្លែងនេះពីព្រោះមិនមែនជារឿងធម្មតាក៏មិនដែលមានហេតុការណ៍នេះកើតឡើងនៅក្នុងជីវិតមនុស្សលោកដែរដល់ពេលព្រះអង្គម្ចាស់មានព្រះបន្ទូលថាព្រះអង្គម្ចាស់ត្រូវរស់ពីស្លាប់ឡើងវិញគឺធ្វើឲ្យមនុស្សពិបាកនឹងយល់ពីព្រះអង្គមែនទែនហេតុការណ៍នេះបានកើតឡើងទើបយើងឃើញសេចក្តីពិតដែលបានបើកសម្ដែងដែលចេញពីក្នុងព្រះបន្ទូលរបស់ផងព្រះអង្គយើងពិចារណានៅពេលដែលព្រះអង្គម្ចាស់និយាយសេចក្តីពិតត្រង់នៃត្រង់ចំពោះរូបកាយរបស់ផងព្រះអង្គម្ចាស់ទៅដល់ពួកសិស្សរបស់ផងព្រះអង្គគេរកជឿអត់បានដល់មុខមនុស្សលោកអ្នកដែលដើរតាមព្រះអង្គរៀនពីព្រះអង្គគេរកយល់មិនបានពីពាក្យនៃត្រង់ដែលព្រះបាននិយាយដូច្នេះលក្ខណៈចុងក្រោយព្រះអង្គនិយាយពីសេចក្តីប្រៀបធៀបវិញដើម្បីឲ្យអ្នកណាដែលមានទំនាក់ទំនងជាមួយនឹងព្រះអង្គទើបយល់បានតែបើយើងគ្មានទំនាក់ទំនងជាមួយនឹងព្រះអង្គក៏យើងមិនអាចរកយល់ពីសេចក្តីប្រៀបធៀបនេះដែរនៅពេលដែលព្រះយេស៊ូវបាននិយាយពីពាក្យប្រៀបធៀបគឺកាន់តែពិបាកចំពោះជីវិតអ្នកដែលឮនៅព្រះបន្ទូលព្រះយូហានចំពុក2ខ19និងខ20បាននិយាយថាចូលបំផ្លាញព្រះវិហារនេះចុះរួចក្នុងរវាង3ថ្ងៃខ្ញុំនឹងសង់ឡើងវិញដូច្នេះពួកសាសយូដាទូលថាគេសង់ព្រះវិហារនេះពេញ46ឆ្នាំគត់តែលោកនឹងសង់ឡើងវិញក្នុងរវាង3ថ្ងៃឬកាន់តែពិបាកមែនទេបងប្អូនពេលដែលព្រះអង្គម្ចាស់ប្រាប់ពីរឿងត្រង់ត្រឹមត្រូវពិតឲ្យយើងអាចស្ដាប់បានយើងអត់យល់ហើយពេលព្រះអង្គម្ចាស់និយាយពីពាក្យប្រៀបប្រដូចនេះគេគិតថាព្រះអង្គម្ចាស់និយាយសេចក្តីពិតត្រង់នៅក្នុងពាក្យដែលព្រះអង្គម្ចាស់បាននិយាយគឺផ្ទុយទាំងអស់អ្វីដែលព្រះអង្គម្ចាស់និយាយសេចក្តីត្រង់យើងថាអត់យល់ដល់ពេលព្រះអង្គម្ចាស់និយាយសេចក្តីប្រៀបធៀបយើងថាព្រះអង្គម្ចាស់និយាយសេចក្តីពិតដែលត្រឹមត្រូវដែលត្រង់អូខេតើហេតុអ្វីបានកើតឡើងនៅក្នុងលក្ខណៈនេះនៅពេលដែលព្រះអង្គម្ចាស់និយាយថាចូលបំផ្លាញវិហារនេះចុះរួចក្នុងរវាង3ថ្ងៃខ្ញុំនឹងសង់ឡើងវិញដូច្នេះពួកសាសយូដាទូលថាពេលដែលគេឮព្រះអង្គម្ចាស់និយាយដូច្នោះគេនិយាយថាគេសង់វិហារនេះពេញ46ឆ្នាំគត់គេនឹកស្មានថាព្រះអង្គម្ចាស់និយាយទៅលើព្រះវិហារដែលគេបាននាំគ្នាទៅគោរពថ្វាយបង្គំព្រះអង្គនោះគេគិតថាព្រះអង្គម្ចាស់និយាយទៅកាន់ព្រះវិហារនោះវិញដូច្នេះហើយបានជាគេនៅតែអត់យល់ពីព្រះអង្គដែលមានព្រះបន្ទូលទៅកាន់រូបអង្គរបស់ផងព្រះអង្គម្ចាស់មិនបាននិយាយសម្ដៅទៅអាគារទេគឺព្រះអង្គម្ចាស់និយាយសេចក្តីប្រៀបធៀបមករករូបកាយរបស់ផងព្រះអង្គតើអ្វីដែលធ្វើឲ្យយើងអាចដឹងនៅក្នុងលក្ខណៈនេះបានព្រះបន្ទូលបាននិយាយថាតើអ្នករាល់គ្នាមិនដឹងទេឬអីថារូបកាយអ្នករាល់គ្នាជាវិហារនៃព្រះតើអ្នករាល់គ្នាមិនដឹងទេឬអីថាខ្លួនអ្នករាល់គ្នាជាវិហារនៃព្រះនៅពេលដែលព្រះអង្គម្ចាស់បាននិយាយថាចូលបំផ្លាញព្រះវិហារនេះចុះរួចក្នុងរវាង3ថ្ងៃខ្ញុំនឹងសង់ឡើងវិញព្រះអង្គម្ចាស់ចង់ប្រាប់ថាពីរូបកាយរបស់ផងព្រះអង្គដែលត្រូវគេបំផ្លាញដែលរូបកាយរបស់ផងព្រះអង្គម្ចាស់ត្រូវសុគតក្នុងរវាង3ថ្ងៃទ្រង់មានព្រះជន្មរស់ឡើងវិញដែលព្រះអង្គម្ចាស់ទ្រង់នឹងសង់ឡើងគឺមានន័យថារូបកាយព្រះអង្គនេះត្រូវសុគតពិតប្រាកដតែ3ថ្ងៃក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញតាមសេចក្តីដែលយើងសង្កេតពីហេតុការណ៍អភូតហេតុដែលកើតឡើងពីសេចក្តីដែលទ្រង់បាននិយាយសេចក្តីប្រៀបធៀបឲ្យមនុស្សបានចេះគិតហើយពិចារណាគឺធ្វើឲ្យគំនិតរបស់ពួកសាសយូដាគេហួសចិត្តគេសើចគេចំអកគេថាមិនអាចកើតទេព្រះវិហារនេះគេធ្វើ46ឆ្នាំគត់ទើបបានព្រះវិហារហើយបើបំផ្លាញ3ថ្ងៃសង់ឡើងវិញមិនអាចកើតទេតែព្រះអង្គម្ចាស់
mình ban này gì tôi sầm đào tôi lừa priêu vi hi nô tê cứព្រះអង្គnày gì sầm đào tôi lừa rúp càiព្រះអង្គតលmình ai vô ban lời bị bạ nâng chắp sẽ cái đây bật lúc tra na tại miền tụm địa tụm nông chưa mùi nângព្រះអង្គម្ចាស់ពេលដែលយើងបានដឹងយើងបានឮនៅក្នុងព្រះបន្ទូលពីព្រះវិហារនៃព្រះគឺជាខ្លួនយើងរាល់គ្នាគឺជារូបកាយរបស់យើងដែលជាព្រះវិហារនៃព្រះអង្គនិយាយសម្ដៅទៅលើរូបកាយរបស់ផងព្រះអង្គដូច្នេះបើអស់អ្នកណាដែលស្ដាប់យល់ខ្ញុំនិយាយអ្នកណាដែលឮព្រះបន្ទូលហើយស្ដាប់យល់ត្រូវអរគុណដល់ព្រះអង្គកុំឲ្យយើងយល់ព្រះបន្ទូលព្រះហើយយើងធ្វើជាធម្មតានៅពេលដែលយើងស្ដាប់ព្រះបន្ទូលហើយចូលនៅក្នុងចិត្តគំនិតរបស់យើងដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ចូលអរគុណដល់ព្រះអង្គដែលព្រះអង្គឲ្យយើងយល់បានបើយើងស្ដាប់ព្រះបន្ទូលហើយមានអំណរដែលចិត្តរបស់យើងមានការរំជើបរំជួលឡើងមានអំណរដែលឮព្រះបន្ទូលព្រះមានអំណរប៉ះពាល់នៅក្នុងចិត្តចូលលើកតម្កើងព្រះពេលដែលបងប្អូនមានអំណរលើកតម្កើងព្រះលើកតម្កើងនាមព្រះអង្គម្ចាស់ឲ្យបានខ្ពស់លើអស់ទាំងនាមដូចជាបទចម្រៀងដែលយើងបានច្រៀងសរសើរតម្កើងដល់ព្រះអង្គនេះជាសេចក្តីសំខាន់ដែលយើងទាំងអស់គ្នាមានការប៉ះពាល់នៅចំពោះព្រះគម្ពីរលូកាចំពោះ24ខ5បាននិយាយថាគេភ័យស្លុតហើយក្រាបផ្កាប់មុខនឹងដីរួចអ្នកនោះនិយាយមកគេថាហេតុអ្វីបានជាមករកព្រះអង្គដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះទេវតាបានសួរទៅដល់អ្នកដែលទៅភ្នូព្រះអង្គម្ចាស់ពីព្រលឹមអ្នកទាំងអស់នោះទៅដីក៏ក្រើករួចអស់ហើយទាំងថ្មបានប្រមៀលចេញហើយគេបានចូលទៅក្នុងភ្នូរកសពព្រះអង្គម្ចាស់អត់ឃើញហើយទេវតាក៏បានសួរនៅក្នុងសំណួរនេះតើបងប្អូនមានអារម្មណ៍ដូចម្ដេចយើងគិតមើលបើសិនជាខ្លួនយើងបានធ្វើដំណើរចូលទៅក្នុងភ្នូនៅពេលនោះតើចិត្តបងប្អូនយល់ដូចម្ដេចនៅពេលដែលទេវតាបានសួរខ្ញុំគិតថាប្រហែលជាយើងនឹងមានការព្រឺខ្លាចមែនទេបងប្អូនហើយនៅក្នុងភ្នូហើយឮសំឡេងទេវតាបានសួរដូច្នោះនឹងមានការភ័យផងអផងសប្បាយផងរំភើបចិត្តផងមែនទេគឺលាយឡំជាមួយនឹងគ្នានៅក្នុងសភាពការដែលកើតហេតុការណ៍នេះបានកើតឡើងបាត់សពព្រះអង្គជួនកាលអារម្មណ៍របស់យើងបើអ្នកខ្លាចខ្មោចផងស្រេចមែនទេមែនទេអាចរត់ចេញមកវិញបងប្អូនអានេះចំពោះអ្នកដែលខ្លាចបើយើងអត់ខ្លាចទេអរគុណដល់ព្រះអង្គដែលអ្នកទៅមើលនេះគឺអត់មានការខ្លាចខ្មោចអត់មានការខ្លាចខ្មោចគឺអ្នកទាំងអស់នេះមានជំហរយ៉ាងរឹងប៉ឹងនៅពេលដែលទេវតាបានសួរដូច្នោះហេតុអ្វីបានជាមករកព្រះអង្គដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះអរគុណដល់ព្រះអង្គតើបង្ហាញអ្វីពីអំណាចព្រះចេស្តាព្រះរស់ព្រះអង្គមិននៅទីកន្លែងដែលស្លាប់នោះទេសពព្រះអង្គក៏មិននៅក្នុងភ្នូដែរទ្រង់បានចេញទៅបាត់ចេញពីភ្នូទៅបាត់ហើយគ្មានសិស្សណាគ្មានអ្នកណាមកលួចយកសពនោះចេញទៅក្រៅទេគឺព្រះអង្គម្ចាស់រស់ពីសុគតឡើងវិញជាការអស្ចារ្យនៅថ្ងៃដែលព្រះបានប្រោសឲ្យព្រះម្ចាស់មានព្រះជន្មរស់ដើម្បីបង្ហាញឲ្យឃើញថាព្រះអង្គឈ្នះលើសេចក្តីស្លាប់រោគគ្មានទេនៅក្នុងប្រវត្តិសាស្ត្រឬក៏នៅក្នុងសេចក្តីកត់ត្រាគ្រប់សាសនាដែលមាននៅក្នុងលោកីយ៍នេះគឺគ្មានដូចព្រះអង្គនេះទេព្រះអង្គមានអពុទ្ធហេតុមានហេតុការណ៍កត់ត្រាទុកយ៉ាងជាក់លាក់ជាក់ច្បាស់ពីការដែលទ្រង់មានព្រះជន្មរស់ឡើងវិញអរគុណដល់ព្រះអង្គដែលព្រះអង្គម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ
ព្រះអង្គបានបង្ហាញឲ្យមនុស្សជាច្រើនបានឃើញព្រះអង្គមុនពេលដែលព្រះម្ចាស់បានយាងឡើងទៅឋានសួគ៌វិញព្រះអង្គម្ចាស់មិនមែនគ្រាន់តែរស់ឡើងហើយទៅឋានសួគ៌តែម្ដងនោះទេអត់ទេព្រះអង្គនៅដើរនៅលើលោកីយ៍នេះមនុស្សជាច្រើនបានឃើញព្រះអង្គនៅពេលដែលព្រះម្ចាស់បានលើកឡើងទៅឋានសួគ៌ដូច្នេះបើខ្ញុំសួរបងប្អូនថាបើសិនជារូបយើងវិញតើយើងមានអារម្មណ៍ដូចម្ដេចភ័យផងអផងសប្បាយដោយសារអ្វីដោយសារទេវតាប្រាប់ថាព្រះអង្គមានព្រះជន្មរស់ព្រះអង្គរស់ឡើងវិញគឺសប្បាយមែនទែនដូច្នេះការភ័យខ្លាចបានរត់ចេញពីក្នុងចិត្តក្នុងគំនិតរបស់យើងពេលដែលព្រះអង្គម្ចាស់មានព្រះជន្មបានរស់ពីសគត់ឡើងវិញដូច្នេះតើបេះដូងយើងមានចលនាដូចម្ដេចបេះដូងបងប្អូនប្រហែលជាដើរខុសចង្វាក់ទៀតមែនទេបេះដូងបងប្អូននឹងញាប់ញ័រពីព្រោះសប្បាយនេះមិនមែនជាសប្បាយធម្មតាទេគឺសប្បាយគឺថាអស់ពីព្រលឹងអស់ពីវិញ្ញាណរបស់ផងយើងមនុស្សដែលស្លាប់ហើយរស់ឡើងវិញគឺយើងគឺថាសប្បាយអស់ពីចិត្តរបស់ផងយើងមនុស្សមួយដែលជាទីស្រឡាញ់របស់យើងដែលអស់ជីវិតហើយបានរស់ឡើងវិញគឺបងប្អូនរំភើបញាប់ញ័រគឺពេញនៅក្នុងចិត្តរបស់យើងគឺថាបើយើងនិយាយទៅគឺថាមិនអាចពិពណ៌នាបានគឺសប្បាយចង់លោតកញ្ឆេងយ៉ាងក្រៃលែងដោយសារដឹងថាព្រះបានរស់ពីសគត់ឡើងវិញមានតែពាក្យយើងនិយាយថា Hallelujah រកពីអ្វីនិយាយមិនបានទេគឺ Hallelujah សូមឲ្យសេរីល្អនៃព្រះបាននៅដ៏អស្ចារ្យជានិច្ចអារម្មណ៍របស់យើងនឹងសរសើររំកើងដល់នាមព្រះអង្គអារម្មណ៍របស់យើងនឹងនិយាយភាសាដទៃ Hallelujah នេះគឺជាភាសាដទៃដែលបងប្អូនខ្លះថាអើយខ្ញុំអត់ចេះនិយាយភាសាដទៃ Hallelujah គឺជាភាសាឋានសួគ៌បកប្រែមិនបានទេនៅពេលបងប្អូនទៅជួបព្រះអង្គទើបបងប្អូនដឹងពាក្យនេះព្រះអង្គម្ចាស់នឹងបង្ហាញឲ្យបងប្អូនដឹងថាតើអ្វីដែលពេលដែលអ្នកឯងនិយាយថា Hallelujah តើអ្នកឯងនិយាយ Hallelujah នេះនៅពេលណាគឺពេលដែលបេះដូងរបស់យើងបានញាប់ញ័រដោយសារបានទទួលដំណឹងល្អពីព្រះដំណឹងល្អដែលព្រះបានមានព្រះជន្មរស់ឡើងវិញបើជាដំណឹងអាក្រក់យើងអត់ថា Hallelujah ទេដូច្នេះ Hallelujah ការសរសើររំកើងដល់នាមព្រះដែលជានាមខ្ពស់លើអស់ទាំងនាមនាមដែលគួរលើកដំកើងនាមដែលគួរលើកសរសើរដល់នាមរបស់ផងព្រះអង្គសេចក្តីស្លាប់ត្រូវបរាជ័យសេចក្តីស្លាប់ត្រូវបរាជ័យគ្មានអំណាចលើអង្គព្រះយេស៊ូវទៀតឡើយព្រះយេស៊ូវឈ្នះលើសេចក្តីស្លាប់ថ្ងៃនេះសូមបងប្អូនទាំងអស់អបអរសាទរនៅជ័យជំនះដ៏អស្ចារ្យដែលព្រះយេស៊ូវបានរស់ពីសគត់ឡើងវិញពិតហើយទ្រង់នឹងសន្យាថាឲ្យអស់អ្នកណាដែលជឿដល់ព្រះអង្គម្ចាស់នោះនឹងបានឈ្នះលើសេចក្តីស្លាប់ដូចជាព្រះអង្គដែរដូច្នេះហើយបានជាសេចក្តីជំនឿអ្នកដែលជឿចំពោះព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទថ្ងៃដែលទ្រង់មានព្រះជន្មរស់ឡើងវិញគឺជាសេចក្តីអំណរដ៏ពោពេញក្នុងសេចក្តីជំនឿជឿជាក់ពិតប្រាកដថាយើងនឹងបានរស់នៅពេលដែលជីវិតយើងបាត់បង់ពីលោកីយ៍នេះមានព្រះមួយអង្គដែលចាំជួយមានព្រះមួយអង្គដែលសន្យាដែលធានារ៉ាប់រងនៅលើជីវិតយើងជួយឲ្យយើងមានជ័យជំនះឈ្នះលើសេចក្តីស្លាប់នេះបើព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់មានជ័យជំនះលើសេចក្តីស្លាប់តើព្រះអង្គជាមនុស្សសាមញ្ញធម្មតាព្រះអង្គជាហោរាឬក៏ជាអ្នកណាម្នាក់អង្គព្រះយេស៊ូវគឺជាអង្គព្រះដ៏ពិតព្រះដែលស្រឡាញ់មនុស្សលោកព្រះដែលជួយឲ្យមនុស្សលោកបានសុខសាន្តព្រះដែលជួយឲ្យមនុស្សលោកបានមានជីវិតដ៏ល្អប្រសើរឡើងវិញព្រះដែលជួយឲ្យមនុស្សលោកបានរួចពីសេចក្តីវិនាសនៅលើលោកីយ៍នេះហើយបានរស់ជាមួយព្រះម្ចាស់រហូតដល់អស់កលជានិច្ចវិញព្រះអង្គម្ចាស់ល្អវិសេសយ៉ាងក្រៃលែងមិនអាចយកអ្វីទៅប្រៀបផ្ទឹមជាមួយនឹងអង្គព្រះយេស៊ូវបានឡើយអ្វីដែលមាននៅលើលោកីយ៍ទាំងមូលអ្វីដែលយើងឃើញថាជាសេចក្តីល្អជាសេចក្តីប្រសើរ
ដែលយើងបានទទួលស្គាល់มันអាចប្រៀបផ្ទឹមជាមួយនឹងអង្គព្រះយេស៊ូវបានឡើយព្រះយេស៊ូវជាព្រះដ៏ល្អឥតខ្ចោះព្រះដែលលះបង់ព្រះជន្មសម្រាប់លុះបាបមនុស្សលោកហើយព្រះដែលធានាអះអាងឲ្យជីវិតមនុស្សលោកបានមានជ័យជំនះលើសេចក្តីស្លាប់បានរស់ជាមួយព្រះអង្គសោយរាជ្យជាមួយព្រះម្ចាស់រហូតដល់អស់កលជានិច្ចសូមព្រះម្ចាស់ប្រទានពរ